បងមករៀនពីរបៀបទីសម្បត្តិក្នុង ABA Bus Cambodia ជាដំបូងត្រូវមាន ABA Bus Cambodia ជាមុនសិនដែលគ្រាន់តែចូលមកកាន់ App Store ឬក៏ Play Store ដើម្បីចុច download នៅពេលដែលបងចូលមកយើងគ្រាន់តែចុចវាពាក្យ ABA Bus Cambodia អញ្ចឹងវានឹងចេញមកអញ្ចឹងបង scroll ទៅខំតិចទៅដល់ចំណុចនេះបងគ្រាន់តែចុច download ទៅណាហើយរងចាំមកសន្ទុះទៅពេលដែលបានហើយបងចុច open ចូលមកកាន់ដំបូងបងចុចពាក្យចុចឈ្មោះហើយបញ្ចូលលេខទូរស័ព្ទឬក៏ email របស់យើងហើយតមកគេនឹងផ្ញើលេខកូដមកតាមលេខទូរស័ព្ទដែលយើងបានចុះឈ្មោះមិញហ្នឹងណាចុចយើងគ្រាន់តែវាចូលទៅដល់ចំណុចនេះបងគ្រាន់តែចុចវាពាក្យសម្ងាត់របស់យើងគឺជា password អញ្ចឹងបងគ្រាន់តែ set up តែប៉ុណ្្នឹងគឺរួចរាល់ហើយបងអញ្ចឹងបងចង់ booking គឺចូលដំបូងយើងគ្រាន់តែចុចទីតាំងដែលយើងចង់ booking នឹងមកហើយបន្តមកគឺទីតាំងកូដដែលយើងត្រូវទៅហើយនឹងជ្រើសរើសថ្ងៃដែលយើងត្រូវទៅបងបន្តមកចុចយល់ព្រមហើយចុច searchយើងនឹងឃើញមកជាចំណាយហើយនឹងជ្រើសរើសកៅអីដែលយើងពេញចិត្តបន្ទាប់មកវាក៏លើបែបនេះហើយបងដល់ចំណុចនេះគឺយើងត្រូវបំពេញព័ត៌មានរបស់យើងណាដើម្បី booking សំបុត្រនឹងបានជោគជ័យចាំបងដាក់មកឈ្មោះរបស់យើង page ឬក៏សញ្ជាតិហើយនឹងលេខទូរស័ព្ទដើម្បីតំណងអញ្ចឹងនៅពេលដែលយើងបំពេញ information ព័ត៌មានរបស់យើងចូលក្នុងនឹងអស់ហើយយើងអូសមកខាងក្រោមអញ្ចឹងបើព័ត៌មានបងបំពេញត្រូវអស់ហើយបងចុច text ទាំងអស់ហ្នឹងមកហើយចុចបងប្រាក់អញ្ចឹងយើងអាចទូទាត់តាម ABA របស់យើងទៅតែប៉ុណ្ណឹងគឺជាការស្រេចទេបងធ្វើឲ្យការទិញសំបុត្ររបស់លោកអ្នកកាន់តែងាយស្រួលជាងមុនជាមួយ ABA Bus Cambodia